គេផ្ដល់ឲ្យយើងជាកាក់ home បាទអញ្ចឹងសរុបមកវាទាំងអស់គឺយើងបាន 9.70 home 9.70 home បើគិតជាលុយបាទយើងអាចចុចលើវាទៅបាទបើគិតជាលុយយើងបានក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញទៅកាន់បងប្អូនអរគ្នាពីរបៀបក្នុងការចូលទៅ claim រង្វាន់បាទដែលបងប្អូនអរគ្នាបានធ្វើការលេងហ្គេមបាទទូទាយពាក្យជាមួយនឹង Binance Word of the Day ជាប្រចាំថ្ងៃសម្រាប់អ្នកដែលអត់ទាន់ចេះចូលទៅធ្វើការ claim បងប្អូនអរគ្នាអាចមើលនៅវីដេអូនេះបានហើយសម្រាប់បងប្អូនអរគ្នាថ្មីបាទចង់លេងជាមួយនឹងហ្គេមមួយនេះបងប្អូនអរគ្នាក៏អាចមើលនៅវីដេអូនេះបានដែរខ្ញុំនឹងធ្វើការបង្ហាញទៅកាន់បងប្អូនអរគ្នាទាំងការចូលទៅ claim រង្វាន់ក៏ដូចជាពីរបៀបការចូលទៅទាយពាក្យផងដែរហើយសម្រាប់បងប្អូនអរគ្នាដែលអត់ទាន់មាននៅ account Binance បងប្អូនអរគ្នាក៏អាចធ្វើការបង្កើតតាមរយៈ referral link របស់ខ្ញុំដែលខ្ញុំបានដាក់ឲ្យបងប្អូនអរគ្នានៅខាងក្រោម description video ទាក់ទងទៅនឹងការបង្កើតបាទ Binance តាមរយៈ referral link របស់ខ្ញុំបងប្អូនអរគ្នានឹងទទួលបានការ save លើចន្លោះមកវិញ 20% ពេលដែលបងប្អូនអរគ្នាចូលទៅធ្វើការ trade នៅលើ spot ឬក៏នៅលើ future បាទនិយាយរួមឲ្យតែបងប្អូនអរគ្នាចូលទៅធ្វើប្រើប្រាស់នៅលើ platform របស់ Binance បងប្អូនអរគ្នានឹងចំណេញបាទការ save ចន្លោះមកវិញ 20% ហើយវីដេអូរបៀបការបង្កើត Binance ខ្ញុំបានដាក់ឲ្យបងប្អូនអរគ្នានៅខាងក្រោម description video ដូចគ្នាផងដែរអូខេតើឥឡូវយើងចូលទៅក្នុង Binance បងប្អូនគ្នាអូខេឥឡូវបងប្អូនអរគ្នាចូលមកកាន់ Binance បងប្អូនអរគ្នាមកចុះបងប្អូនអរគ្នាអាចចូលមកកាន់កន្លែង Trade 3នឹងមកបាទអូខេហើយបងប្អូនអរគ្នាចុចកន្លែងពាក្យថា More Service បាទចុចពាក្យថា More Service មកបងប្អូនអរគ្នារកពាក្យថា Reward Hub បាទយើងចូលកន្លែងពាក្យថា Reward Hub កន្លែងនេះមកអូខេបន្តមកទៀតបងប្អូនអរគ្នាចូលមកកាន់កន្លែងពាក្យថា My Voucher បាទយើងចូលកន្លែង My Voucher មកអញ្ចឹងបងប្អូនអរគ្នាឃើញនេះបាទអញ្ចឹងនេះគឺជារង្វាន់ដែលយើងទទួលបានអំពីការទាយពាក្យប្រចាំថ្ងៃដែលបងប្អូនអរគ្នាបានចូលរួមក្នុងការលេងហ្គេមមួយនេះអញ្ចឹងនេះគឺជា Voucher ដែល Binance គេបានធ្វើការផ្ដល់ឲ្យយើងដែលយើងបានចូលរួមលេងជាមួយនឹងការទាយពាក្យជាប្រចាំថ្ងៃអញ្ចឹងរបៀបការ claim បងប្អូនអរគ្នាគ្រាន់តែធ្វើការចុចកន្លែងពាក្យថា Use កន្លែងនេះមកបាទយើងចុច Use មកគេនឹង add កាក់របស់យើងនេះចូលទៅក្នុង asset របស់យើងហើយបាទអញ្ចឹងយើងអាចចុច Renew ក៏បានយើងចុច Later នឹងក៏បានដែរអូខេហើយយើងអាចចុច Use កន្លែងនេះទៀតមកបាទរបៀប claim ណាអូខេអញ្ចឹងវាបានធ្វើការ add ចូលទៅក្នុង asset របស់យើងហើយអញ្ចឹងយើងអាចចូលមកកាន់កន្លែង renew asset កន្លែងនេះមកបាទអញ្ចឹងបងប្អូនអរគ្នាឃើញហើយនេះបាទគេបានធ្វើការ add ចូលនេះគឺជាការដែលយើងបានធ្វើការ add ចូលមកហ្នឹងបាទអញ្ចឹងយើងអាចចុចត្រឡប់ថយក្រោយហើយយើងចូលមកមើលកន្លែង asset របស់យើងមកថយក្រោយអស់មកអូខេយើងអាចចូលមកកាន់កន្លែង asset របស់យើងកន្លែងនេះមកអូខេអញ្ចឹងបងប្អូនអរគ្នាឃើញហើយនេះបាទគេផ្ដល់ឲ្យយើងជាកាក់ home បាទអញ្ចឹងសរុបមកវាទាំងអស់គឺយើងបាន 9.70 home 9.70 home បើគិតជាលុយបាទយើងអាចចុចលើវាទៅបាទបើគិតជាលុយយើងបាន20 សេនជាងដែរបងប្អូនអរគ្នាបាទយើងមើលលុយកន្លែងនេះ24 25 សេនបាទអញ្ចឹងនេះគឺជាការដែលយើងទទួលបានកាក់ដោយ free បាទដោយតាមរយៈការទាយពាក្យអញ្ចឹងឥឡូវយើងចូលទៅធ្វើការលេងហ្គេមនៅទាំងអស់គ្នាដំបូងគឺបងប្អូនអរគ្នាត្រឡប់ចូលមកកាន់កន្លែងពាក្យថា home ដដែលមកហើយយើងចូលកន្លែង trade 3ខាងលើនេះហើយបងប្អូនអរគ្នាចុចកន្លែងពាក្យថា more service នៅដដែលមកហើយបងប្អូនអរគ្នារកពាក្យថា Word of the Day នេះបងប្អូនអរគ្នាយកពាក្យថា Word of the Day កន្លែងនេះមកអូខេអញ្ចឹងយើងធ្វើការរងចាំបន្តិចអូខេអញ្ចឹងកន្លែងនេះយើងអាចធ្វើការចុច confirm មកហើយនេះគឺជាពាក្យដែលយើងធ្វើការទាយជាប្រចាំថ្ងៃអញ្ចឹងការទាយពាក្យនេះជាប្រចាំថ្ងៃវាអត់ដូចគ្នាទេអញ្ចឹងដើម្បីយើងធ្វើការទាយបានយើងអាចទាយខ្លួនឯងទេគឺយើងត្រូវការជំនួយបាទជំនួយនឹងយើងបានមកពីណាគឺយើងត្រូវឲ្យ AI ជួយយើងណាអញ្ចឹងយើងធ្វើការ screenshot ទៅមកបងប្អូនអរគ្នាបាទអូខេយើងធ្វើការ screenshot ទៅមកយើងចូលទៅក្នុង Gemini នេះបងប្អូនអរគ្នា Gemini ហ្នឹងយើងអាចចូលទៅ search នៅក្នុង Play Store បានណាអ្នកនរគ្នាបាទ Play Store ឬក៏ App Store គឺមានទាំងអស់អញ្ចឹងបងប្អូនអរគ្នា search ពាក្យថា Gemini មក G E I M I នេះបងប្អូនអរគ្នាវាលោតឲ្យនេះឃើញទេ Gemini អញ្ចឹងតម្រងវាលក្ខណៈបែបនេះណាអញ្ចឹងបងប្អូនអរគ្នា download វាមកហើយធ្វើការបើកវាមកអញ្ចឹងបងប្អូនអរគ្នាថ្មីបើកមកហើយយើងអាចធ្វើការ connect ជាមួយនឹង email របស់យើងទៅជួនកាលវា connect ឲ្យយើង auto ចឹងទៅណានេះគឺជាពាក្យដែលខ្ញុំបានធ្វើការឆ្លើយកន្លងមកគឺត្រូវច្រើនណាបាទត្រូវច្រើនអញ្ចឹងឥឡូវយើងធ្វើការផ្ញើវាទៅយើងចុចផ្ញើបូកខាងក្រោមនេះអូខេហើយយើងចុច calorie មកបាទហើយយើងយករូបដែលយើងបានធ្វើការ screenshot មកហ្នឹងផ្ញើហើយយើងសរសេរដាក់ថាសូមជួយទាយពាក្យឲ្យខ្ញុំបាទយើងសេប៉ុណ្្នឹងមកយើងបញ្ជូនវាទៅបាទពេលដែលយើងធ្វើការបញ្ជូនវាទៅហើយGemini គេនឹងធ្វើការទាយពាក្យនឹងឲ្យយើងហើយយើងមិនចាំបាច់ឆ្លើយទៅខ្លួនឯងទេអូខេឥឡូវនេះ Gemini ចាប់ដើមធ្វើការទាយពាក្យឲ្យយើងហើយអញ្ចឹងយើងមើលកន្លែងនេះសូមណែនាំឲ្យអ្នកសាកល្បងពាក្យបាទ learning មានប្រមាណអក្សរ2 4 6 8អក្សរបាទមាន8អក្សរពាក្យថា learning អញ្ចឹងយើងយកវាមកបំពេញមកបងប្អូនអរគ្នាបំពេញ learning មកសរសេរមកអូខេអញ្ចឹងយើងសាកល្បងហើយយើងចុចពាក្យថា enter កន្លែងនេះណាអូខេអញ្ចឹងកន្លែងនេះអាពលលើនេះគឺសត្វតាពាក្យដែលត្រូវហើយបាទពាក្យត្រូវប៉ុន្តែវាខុសទីតាំងណាបងប្អូនបាទហើយអាស្គាល់ប្រផេះនេះគឺសត្វតាពាក្យអត់ត្រូវទេ A N G នេះអត់ត្រូវទេអញ្ចឹងយើងធ្វើការស៊ីនសតទៀតហើយយើងត្រឡប់ចូលទៅក្នុង Gemini យើងគ្រាន់តែរើសរូបមកហើយយើងផ្ញើទៅបាទរើសរូបហើយយើងអូខេហើយយើងចុចសញ្ញាព្រួយបញ្ជូនវាទៅមក
ចឹងយើងរងចាំវាឆ្លើយតបយើងទៀតបាទអូខេឥឡូវនេះគឺវាបានធ្វើការឆ្លើយតបឲ្យយើងហើយអញ្ចឹងវាឲ្យយើងសាកល្បងទៀតនេះសូមសាកល្បងពាក្យ children បាទ children អូខេឥឡូវយើងសរសេរពាក្យ children បន្តទៀតបាទ T H I A D R E N យ៉ាអញ្ចឹងបន្តមកទៀតបងប្អូនអរគ្នាចុចពាក្យថា enter អូខេបងប្អូនអរគ្នាកាលណាយើងចេញបៃតងបែបនេះបើន័យថាពាក្យដែលយើងបានទាញនេះគឺត្រឹមត្រូវហើយអញ្ចឹងយើងអាច screenshot មួយទៀតផ្ញើទៅឲ្យ Gemini ដែរបាទផ្ញើទៅឲ្យ Gemini ដែរអូខេយើងផ្ញើទៅទៀតដែរចេះបញ្ជូអូខេមកហើយយើងចេះបញ្ជូសម្រាប់ព្រួយនឹងគ្រប់ទៅបាទដើម្បីបញ្ជាក់ថាយើងបានធ្វើការឆ្លើយត្រូវហើយអញ្ចឹងនេះគឺជារបៀបចូលទៅទាយពាក្យបាទនៅក្នុង Binance Word of the Day អញ្ចឹងយើងអាចទាយដល់ខ្លួនឯងបានទេអញ្ចឹងយើងត្រូវការរកជំនួយ AI Gemini ណាអូខេឥឡូវនេះGemini បានវាបានឆ្លើយតបហើយថាអសាតយើងទៅជាពូកែអញ្ចឹងណាយើងឆ្លើយត្រឹមត្រូវហើយតែប៉ុណ្ណឹងមកអូខេយើងត្រឡប់មកវិញមកហើយយើងចុចខ្វែងចូលទៅយើងរងចាំស្អែកឡើងយើងចូលមកទាយបែបនេះទៀតអញ្ចឹងបងប្អូនអរគ្នាគួរតែធ្វើការសន្សំវាទៅណាទោះបីតិចក្តីច្រើនក្តីបាទយើងសន្សំវាម្ដងតិចទៅជាយើងឆ្លើយរៀងរាល់ថ្ងៃនេះគឺជារបស់ free ទោះបីតិចក្តីច្រើនក្តីបងប្អូនអរគ្នាគួរតែសន្សំទៅណាវាអត់មានខាតបង់អីទេបាទចុះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបើសិនតែបងប្អូនអរគ្នាគិតថាវីដេអូរបស់ខ្ញុំនេះមានប្រយោជន៍បងប្អូនអរគ្នាកុំភ្លេចជួយ like ឬជា subscribe នៅ channel YouTube របស់ខ្ញុំឬជា follow នៅ Facebook page របស់ខ្ញុំផងដែរហើយនឹងជួយ share នៅវីដេអូរបស់ខ្ញុំមួយផងបាទអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនបាទបាយបាយ